ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីវិស័យអត្ថិភាពទាំង6ដែលទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម 1. ផលិតផលកសិកម្មឬកសិឧស្សាហកម្ម 2. ផលិតនិងកែច្នៃម្ហូបអាហារ 3. កម្មសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុកកែច្នៃកាកសំណល់និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ 4. កម្មសាលដែលផលិតនៅផលិតផលសម្រេចឬផ្នែកឬគ្រឿងបង្គុំដើម្បីផ្គត់ផ្គង់ឲ្យកម្មសាលដទៃទៀត 5. ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានរួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ 6. សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូចនិងមធ្យមនិងសហគ្រាសដែលអភិវឌ្ឍតំបន់នេះព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ